ចាជាកិច្ចចាប់ផ្ដើមនេះខ្ញុំសូមគោរពជំរាបសួរទៅដល់លោកឯកឧត្តមលោកលោកស្រីសាស្ត្រាចារ្យក៏ដូចជាលោកគ្រូអ្នកគ្រូវិជ្ជាបណ្ឌិតទាំងអស់ទាំងទីនេះក៏ដូចជាមានវត្តមាននៅតាមប្រព័ន្ធអនឡាញនិងអង្គពិធីទាំងមូលផងដែរនេះខ្ញុំឈ្មោះសាសុភាវជា Product Manager នៅក្រុមហ៊ុន DKSH ហើយក៏សូមថ្លែងអំណរគុណទៅដល់លោកគ្រូអ្នកគ្រូផងដែរសម្រាប់ការអនុញ្ញាតឲ្យអ្នកខ្ញុំអាចធ្វើបទបង្ហាញពីផលិតផលស្មិចតានៅក្នុងថ្ងៃនេះចាដូចលោកគ្រូអ្នកគ្រូបានស្គាល់ហើយផលិតផលស្មិចតាគឺជាផលិតផលសម្រាប់ព្យាបាលទៅលើជំងឺរាគហើយស្មិចតានេះគឺជាផលិតផលរបស់ប្រទេសបារាំង 100% ចម្រាញ់ចេញពីធម្មជាតិ 100% ហើយត្រូវបានមានទំនុកចិត្តការជឿទុកចិត្តពីលោកគ្រូអ្នកគ្រូរយៈពេល50ឆ្នាំមកហើយតាំងពីឆ្នាំ1975មកម្លេះសម្រាប់ស្មិចតាសារធាតុសកម្មគឺនិយោលស្មិចតិច3ក្រាមហើយក៏មានបន្ថែមនៅសារធាតុបន្តបន្សំមួយចំនួនដែរដូចជាកលុយកូសម៉ូណូហៃដ្រេតសារក្រែមសូយ៉ូមក៏ដូចជាមានការបន្ថែមនៅក្លិនក្រូចនិងវ៉ានីឡាដើម្បីស្មិចតាកាន់តែមានភាពងាយស្រួលញ៉ាំសម្រាប់ទាំងក្មេងនិងមនុស្សចាស់ផងដែរហើយសម្រាប់គុណភាពព្យាបាលគឺស្មិចតាត្រូវបានណែនាំឲ្យប្រើសម្រាប់ព្យាបាលទៅលើបញ្ហារាគសួតស្រាលសម្រាប់កុមារជំងឺរាគសួតស្រាលសម្រាប់មនុស្សពេញវ័យជំងឺរាគរ៉ាំរ៉ៃសម្រាប់មនុស្សពេញវ័យក៏ដូចជាព្យាបាលនៅអាការៈឈឺពោះដោយសារតែបញ្ហាមុខងារមួយចំនួនផងដែរចា៎ហើយសម្រាប់ស្មិចតាមួយកញ្ចប់ដែលលោកគ្រូតែងតែណែនាំទៅកាន់អ្នកជំងឺហ្នឹងគឺឆ្លងកាត់ដំណាក់កាលផលិតរហូតដល់3ដំណាក់កាលហើយពីមួយដំណាក់កាលទៅមួយដំណាក់កាលហ្នឹងគឺឆ្លងកាត់ការធ្វើតេស្តសរុបរហូតដល់99តេស្តទៀតដើម្បីប្រកាសថាស្មិចតាគឺមានគុណភាពនិងប្រសិទ្ធភាពក្នុងការព្យាបាលទៅលើបញ្ហារាគចា៎ហើយបើគិតត្រឹមឆ្នាំ2022នេះគឺស្មិចតាមានវត្តមាននៅលើទីផ្សារជាង80ប្រទេសឯណោះមានទាំងនៅខាងអឺរ៉ុបហើយក៏ដូចជាខាងអាស៊ីយើងផងដែរហើយចំណុចពិសេសរបស់ស្មិចតាគឺស្ថិតនៅក្នុងយន្តការសកម្មភាពទាំងពីររបស់វានេះហើយលោកគ្រូអ្នកគ្រូសម្រាប់យន្តការសកម្មភាពរបស់ស្មិចតាទី1ដូចលោកគ្រូអ្នកគ្រូបានឃើញនៅក្នុងរូបភាពនឹងអញ្ចឹងគឺស្មិចតាវាមាន structure ជាទម្រង់lamellar បែបបន្ទះអញ្ចឹងផ្ដល់លទ្ធភាពឲ្យស្មិចតាមានសមត្ថភាពក្នុងការបាញនៅជាមួយនឹងពពួកប៉ាតូជែនជាពពួកប៉ាតូជែនដែលបង្កឲ្យរាគអញ្ចឹងស្មិចតាបាញជាមួយប៉ាតូជែនអស់ហ្នឹងហើយ eliminate តាមស្ទូលទៅវិញហើយយន្តការមួយនេះគឺធ្វើឲ្យស្មិចតាយើងទៅបញ្ឈប់រាគហើយវាអត់ឈប់ត្រឹមហ្នឹងទេគឺស្មិចតាទៅបន្តពាស្តាប់ទៅលើមួយកឹសរបស់ពោះវៀនបង្កើតបានជាសតបការពារធ្នាប់ពោះវៀនផងដែរអញ្ចឹងតាមរយៈយន្តការសកម្មភាពទាំងពីរហ្នឹងស្មិចតាមិនត្រឹមតែបញ្ឈប់រាគទេប៉ុន្តែព្យាបាលដល់មូលហេតុដែលបង្កឲ្យរាគផងដែរសម្រាប់សមត្ថភាពនៅក្នុងការបង្កើតជាសតបការពារទៅលើមួយកឹសពោះវៀនគឺក៏ធំក៏ល្អដែរសម្រាប់ស្មិចតាមួយកញ្ចប់3ក្រាមហ្នឹងគឺអាចពាស្តាប់ទៅលើផ្ទៃគិតជាការ៉េរហូតដល់300ម៉ែត្រការ៉េឯណោះហើយបើគិតជា intestine wall វិញគឺអាចពាស្តាប់ទៅលើមួយកឹសពោះវៀនតាំងពីពោះវៀនតូចរហូតដល់ពោះវៀនធំតែម្ដងក្នុងពពួក anti diarrhea នៅលើទីផ្សារមានច្រើនក្រុមសម្រាប់ស្មិចតាគឺស្ថិតនៅក្នុងក្រុម absorbent ដែលក្រុមនេះគឺមានសកម្មភាពក្នុងការបាញ់ជាមួយ pathogen ហើយនឹង eliminate ទៅតាមស្ទូលចាហើយយើងក៏មាន clinical study ជាច្រើនផងដែរតែក្នុងថ្ងៃនេះគឺនាងខ្ញុំលើកយកតែករណី case study ចំនួន2ទេដែលទី1គឺការសិក្សាទៅលើកុមារនិងទី2ការសិក្សាលើមនុស្សពេញវ័យសម្រាប់ការសិក្សាលើកុមារនេះគឺយើងសិក្សាទៅលើកុមារដែលមានអាយុចាប់ពី1ខែរហូតដល់3ឆ្នាំហើយយើងសិក្សានៅប្រទេសម៉ាឡេស៊ីហើយនិងប៉េរូផងដែរសម្រាប់ក្រុមកុមារដែលយើងយកមកសិក្សាគឺយើងចែកគាត់ជា2ក្រុមទៀតមួយក្រុមប្រើស្មិចតាមួយក្រុមទៀតប្រើឌីយ៉ូស្មិចតិចហើយយើងឃើញថាជាលទ្ធផលលោកគ្រូអ្នកគ្រូឃើញនៅក្នុងក្រាបពណ៌ផ្ទៃមេឃហ្នឹងគឺជាតំណាងឲ្យក្រុមកុមារដែលគាត់ប្រើស្មិចតាឃើញថាសម្រាប់ក្រុមដែលគាត់ព្យាបាលជាមួយស្មិចតាគឺកាត់បន្ថយបរិមាណលេខបួកបានល្អជាងក្រុម placebo សឹងតែ 50% ឯណោះបើយើងមើលទៅលើចំនួនដងនៃការបន្តបង់ឬក៏ការរាកវិញគឺឃើញថាត្រឹមថ្ងៃទី2ឯក្រុមដែលគាត់ប្រើជាមួយនឹងស្មិចតាគឺអាចព្យាបាលរាកសឹងតែជាដាច់ទៅហើយយើងក៏មានការសិក្សាមួយទៀតសិក្សាជាមួយនឹងមនុស្សធំដែរដែលការសិក្សានេះគឺយើងសិក្សាជាមួយនឹងបុរសនិងស្ត្រីដែលគាត់មានអាយុចាប់ពី18ឆ្នាំរហូតដល់65ឆ្នាំនៅប្រទេសតុយនេស៊ីដូចគ្នាផងដែរគឺយើងចែកគាត់ជា2ក្រុមមួយក្រុមប្រើជាមួយនឹងស្មិចតាឬក៏ឌីយ៉ូស្មិចតិចនិងមួយក្រុមទៀតប្រើជាមួយ placebo សម្រាប់មនុស្សពេញវ័យដុសនៃការប្រើប្រាស់ក្នុងការសិក្សានេះគឺយើងគាត់ញ៉ាំមួយថ្ងៃ6កញ្ចប់3ដងក្នុងមួយថ្ងៃហើយជាលទ្ធផលយើងឃើញថាក្រុមដែលគាត់ប្រើជាមួយនឹងស្មិចតាគឺជាសះស្បើយពីជំងឺរាកបានលឿនជាងក្រុមដែលប្រើ placebo រហូតដល់ 15.2 ម៉ោងចាហើយរបៀបប្រើប្រាស់របស់ស្មិចតាវិញគឺមានភាពងាយស្រួលដោយសារស្មិចតាជាប្រភេទម្សៅអញ្ចឹងគឺតម្រូវឲ្យធ្វើការលាយជាមួយនឹងទឹកមួយកញ្ចប់ទៅ2កញ្ចប់អាចលាយជាមួយនឹងទឹកកន្លះកែវសម្រាប់មនុស្សធំហើយសម្រាប់កូនក្មេងវិញលោកគ្រូអ្នកគ្រូអាចណែនាំឲ្យលាយជាមួយបបរតុនឬក៏យ៉ាអ៊ូឬក៏អាហារតុនរបស់អូនក៏បានដែរចាហើយសម្រាប់ដុសនៃការប្រើប្រាស់សម្រាប់ក្មេងចាប់ពីអាយុ2ឆ្នាំឡើងគឺ3ថ្ងៃដំបូងអាចញ៉ាំរហូតដល់4កញ្ចប់ក្នុងមួយថ្ងៃព្រឹក2ល្ងាច2
សម្រាប់4ថ្ងៃបន្ទាប់អាចញ៉ាំ2កញ្ចប់ក្នុងមួយថ្ងៃព្រឹកមួយល្ងាចមួយសម្រាប់មនុស្សពេញវ័យវិញ3ថ្ងៃដំបូងនៅពេលដែលអេពីសូតដែលរៀននឹងវារៀងធ្ងន់ដែរគឺអាចញ៉ាំរហូតដល់6កញ្ចប់ក្នុងមួយថ្ងៃ4ថ្ងៃបន្ទាប់អាច maintain ត្រឹមតែ3កញ្ចប់ក្នុងមួយថ្ងៃព្រឹកមួយថ្ងៃមួយល្ងាចមួយបានចាស់ហើយក្នុង labo Mayoli របស់យើងដែលនាំចូលដល់ក្រុមហ៊ុន DKSA ក៏មានផលិតផលផ្សេងទៀតដែរជាពិសេសគឺហ្វក់ត្រង់នេះគឺពួកខាងក្រុមហ៊ុនយើងខ្ញុំទៅតែនាំចូលយកមកទេលោកគ្រូអ្នកគ្រូគឺប្រើសម្រាប់លាងសម្អាតពោះវៀនមុនពេលធ្វើ endoscopy ហើយយើងក៏មានផលិតផល Folex ជួយសម្រួលដល់ការបន្តបំបន្ទន់លាមកមាន Medalex ជួយជាបាលទៅលើអាការៈតលខ្យល់ហោមពោះឬក៏បញ្ហា functional collopathy យើងមានតាណកម្មជួយសម្រួលទៅដល់ improve blood flow ហើយនឹងជួយបង្កើនការចងចាំចាហើយយើងក៏មាន labo ព្យាហ្វាតជាផលិតផលរបស់ប្រទេសបារាំងដែរគឺប្រើសម្រាប់ជាបាលទៅលើអាការៈវិលមុខមានទាំងតម្រង់ចាក់និងតម្រង់គ្រាប់ចាបាត់បង្ហាញនឹងខ្ញុំចាប់ត្រឹមនេះលោកគ្រូនេះក៏ខ្លីៗសូមអរគុណច្រើនលោកគ្រូតែឡើងចាញ់ចោលសំខាន់នេះយ៉ាងនេះវិញហ្នឹងនេះមិនផ្សាយបាទបច្ចុប្បន្ននេះខ្ញុំសូមជម្រាបជូនថាក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិលោកបានយកចិត្តទុកដាក់និងផ្ដោតទៅលើការគោរពវិន័យរបស់គ្រូពេទ្យរបស់យើងទាំងអស់ហើយទី2ទៀតទៅលើគុណភាពបាទនៃការផ្ដល់សេវាដូច្នេះនាទីនេះគឺយើងដល់ម៉ោងទៅញ៉ាំបាយហើយកន្លែងដែលយើងហូបបាយគឺសន្តាគារភោជនីយដ្ឋានភ្នំប្រុសបាទហើយនៅម៉ោង1កន្លះយើងនឹងវិលចូលវិញអញ្ចឹងសង្ឃឹមថាអស់លោកយើងនៅសល់តែទុកពេជ្រតែមួយទេបាទដូច្នេះមិនយូរទេសង្ឃឹមថាអស់លោកស្រីនឹងមានវត្តមានដូចពេលនេះបាទគឺយើងចំណាយពេលបរិច្ចាគពេលវេលាណាដើម្បីទទួលបាននៅការវាតម្លៃថានៅយើងបានគោរពវិន័យបានផ្លាស់ប្ដូរអេរយាប័តណាដែលជាការគួរឲ្យស្កោតសរសើរបាទអញ្ចឹងសូមជួបគ្នានៅម៉ោង1កន្លះវិញបាទព្រោះម៉ោងនឹងវាយើងមិនគួរធ្វើឲ្យកាពះយើងខូចប្រពៃណីពេកទេសំខាន់គឺសូមគោរពវិន័យបាទចំណាយពេលតែថា